ជំរាបសួរបាទតាបងស្រីមានឈ្មោះអ្វីដែរហើយបានដាក់ពាក្យមកកាន់កម្មវិធីរបស់យើងដើម្បីស្វែងរកអ្នកណាដែលបានបែកគ្នានៅពេលណាដែរខ្ញុំឈ្មោះរងដាក់ខ្ញុំនេះខ្ញុំដាក់ពាក្យមកមកកម្មវិធីនេះមិនមែនជាសុបិននេះដើម្បីស្វែងរកពុកម្ដាយបងប្អូនមីងមាបែកគ្នាតាំងពីជំនាន់ឆ្នាំ75មានន័យថាឈានចូលដល់របបប៉ុលពតចា៎បាទហើយតើឪពុកម្ដាយនិងបងប្អូនពូមីងរបស់អ្នកមីងគឺមានឈ្មោះអ្វីខ្លះដែរឪពុកឈ្មោះតេងម្ដាយឈ្មោះលុញហើយបងទី1ឈ្មោះរិនបងទី2ឈ្មោះណែតបងទី3គឺខ្ញុំផ្ទាល់ឈ្មោះរងបាទហើយប្អូនស្រីឈ្មោះរឿនឈ្មោះរ៉ាន់ហើយរឿនរឿមពៅគេបាទទូចចា៎បាទហើយមីងឈ្មោះមីងឈ្មោះអ៊ីប៉ែតអ៊ីប៉ាវហើយអ៊ីចេកហើយនឹងពូសុតបាទហើយដំណើររឿងអ្វីខ្លះដែរដែលបានធ្វើឲ្យអ្នកមីងបែកបាក់ពីពួកគាត់កាលពីឆ្នាំមកចិត្តចូល75ហ្នឹងខ្ញុំបានបែកពីបងប្រុសខ្ញុំបានបែកទៅគេថាគេឆ្នាំជំនាន់ចិត្តពតហ្នឹងគេថាគេចាប់បងខ្ញុំហ្នឹងយកទៅដាក់គុកហើយពួកម៉ាក់គាត់ថាគេសម្លាប់បាត់ហើយរិនហ្នឹងហើយតែយើងមិនដឹងថាគេសម្លាប់នៅពេលណាក៏យើងអត់ដឹងដែរហើយតទៅពេលហ្នឹងបាត់ដំណឹងនឹងសូនឈឹងទៅដល់ឆ្នាំ75ចិត្តចូល76ហ្នឹងគេក៏យកក្រុមគ្រួសារខ្ញុំនិងម្ដាយខ្ញុំទាំងបងខ្ញុំប្រហែលអ្នកហ្នឹងមកនៅវត្តព្រៃញែកខេត្តពោធិ៍សាត់ហ្នឹងហើយពេលហ្នឹងមកជួបឪពុកខ្ញុំនៅហ្នឹងដែរជួបឪពុកខ្ញុំទៅមកដល់ប្រហែលប្រហែលជា1ខែ2ខែគេយកបងស្រីខ្ញុំឈ្មោះណែតហ្នឹងថាទៅបាត់ដំបងពេលនោះឲ្យបងខ្ញុំជាង10ឆ្នាំហើយតែចឹងទៅពេលហ្នឹងគេក៏ជំលះពួកខ្ញុំហ្នឹងនៅម្ដុំទៅឪពុកខ្ញុំហ្នឹងក៏នៅផ្សេងទៅហើយតែពេលហ្នឹងទៅម្ដាយខ្ញុំហ្នឹងឆ្នាំ76ចិត្តចូល77ហ្នឹងគាត់ប្រហែលជាគាត់ឆ្លងទន្លេបានប្អូនមួយទៀតបាទចាឈ្មោះរឿមពៅគេហ្នឹងពេលហ្នឹងទៅម្ដាយខ្ញុំឆ្លងទន្លេហើយគេឲ្យប្អូនខ្ញុំហើយនឹងប្អូនខ្ញុំ3នាក់ហ្នឹងទៅនៅមួយម្ដាយនៅលោកសមិនដឹងជាឃុំមិនដឹងជាស្រុកអីទេយើងអត់ដឹងទេដឹងគេហៅថាលោកសបាទចាពេលហ្នឹងហើយទៅនៅរលកសហ្នឹងដល់ឆ្នាំគេខ្ញុំពេលហ្នឹងខ្ញុំបែកមកនៅកុមារគេយកខ្ញុំមកដាក់កុមារតែម្នាក់ឯងទេបាទហើយបែកពីឪពុកហើយតចឹងទៅពេលឆ្នាំ78មិនដឹង77មិនដឹងចូល78ខ្ញុំអត់បានចាំច្បាស់ហើយពេលហ្នឹងខ្ញុំនៅទូចតែគេថាយកឪពុកមករៀនសូត្រនៅភ្នំពេញបាទយករៀនសូត្រនៅភ្នំពេញខ្ញុំហើយនឹងម្ដាយខ្ញុំប្អូនខ្ញុំ3នាក់គេដឹកឡានយកមកទាំងយប់មកដល់រោងចក្រកែវហើយគេថានៅភូមិតលៃហ្នឹងក្រុមគ្រួសារខ្ញុំនៅភូមិតលៃហ្នឹងឯងបាទហើយបាត់ពេលហ្នឹងអត់ដែលឃើញម្ដាយឪពុកខ្ញុំរហូតតទៅពេលមកនៅភូមិតលៃហ្នឹងហើយខ្ញុំគេឲ្យខ្ញុំទៅជីកបន្លាយពេលហ្នឹងអាយុប្រហែល10ឆ្នាំហើយចិត្តចូល79ណា78បាទគេឲ្យទៅជីកបន្លាយទៅជីកបន្លាយបានបន្តិចគេយកខ្ញុំពីប្អូនបន្ទាប់ខ្ញុំទៅមកបកកនៅភ្នំពេញបកផ្លែកអញ្ចឹងណាបាទបកហើយបានបន្តិចទៀតគេយកខ្ញុំហ្នឹងទៅជីកបន្លាយនៅវត្តជ័យអាដាមខ្ញុំមិនដឹងនៅណាតែនៅម្ដុំវត្តទូស្លែកហ្នឹងមិនដឹងខ្ញុំអត់ស្គាល់ទេណាបាទហើយពេលហ្នឹងខ្ញុំបែកប្អូនស្រីខ្ញុំមួយបន្ទាប់ខ្ញុំទៀតហើយបាទទៅបែកទៅខ្ញុំពេលគេឲ្យវត្តជ័យអាដាមហ្នឹងទៅនៅវត្តជ័យអាដាមឯវត្តស្អីស្វាយមិនទេហើយទៅខ្ញុំគេឲ្យខ្ញុំទៅស្ទុំមិនដឹងទៅពេលហ្នឹងទៅគេឲ្យទៅធ្វើអីបោចវ័យខ្ញុំមិនដឹងទៅជួបប្អូនខ្ញុំមកបន្ទាប់ពៅខ្ញុំបាទនៅហ្នឹងខ្ញុំសួរថាអូនឯងស្គាល់បងអត់ពេលហ្នឹងគេកោតតងោលអស់លីងនៅតែឯងនៅកន្លែងកុមារគេទូចតាំងអត់ស្គាល់ផងតែបងឈ្មោះរំមួយអីចឹងជាបងឯងអត់ស្គាល់ទេអត់ស្គាល់ផងហើយចឹងដល់បានប៉ុន្មានម៉ោងក៏គេឲ្យខ្ញុំបែកពីហ្នឹងមកកន្លែងយើងវិញណាបាទហើយពេលនេះខ្ញុំសួរថាអូនឯងម៉ាក់ហៅអូនណាថាអត់ដឹងទេអត់ស្គាល់ទេអត់ដឹងអីទាំងអស់អូនខ្ញុំនៅទូចវាអត់ស្គាល់ពេលហ្នឹងប្រហែលជា4ឆ្នាំ5ឆ្នាំកូនបាទចុះពេលនោះអ្នកមីងប្រហែលជាអាយុប្រហែលហើយប្រហែលជា10ឆ្នាំ12ឆ្នាំហើយ12ឆ្នាំចាបាទហើយតើឪពុកម្ដាយហើយនឹងប្អូនរបស់លោកស្រីមានអាយុប្រហែលហើយមកដល់សប្តាហ៍ថ្ងៃនេះពេលនោះពេលឆ្នាំ78 79ហ្នឹង78 77ហ្នឹងនាងទូចនោះប្រហែលជាមួយខួបជាងហ្នឹងបាទអាបងវាតែប្រហែលជា3ឆ្នាំមកបន្ទាប់ហ្នឹងណាបាទ3 4ឆ្នាំហើយ
ព្រោះខ្ញុំជួបប្រហែលជាខ្ទង់5ឆ្នាំ4ឆ្នាំហ្នឹងកូន បាទចុះមានន័យថាមកដល់ឥឡូវនេះ ប្រហែលជា30ជាង 30ជាង ចា30ច្រើនណាស់ បាទ30ក្បែរ40ដែរហើយបាទអញ្ចឹងនៅក្នុងនោះគឺមានទាំងឪពុកម្ដាយហើយនិងបងប្អូនជាច្រើនអ្នកបាទដែលមកដល់សពថ្ងៃនេះតើអ្នកមីងមានតែបានជួបអ្នកណាទេអត់ទាំងអស់តែម្ដងបាទលោកស្រីនាងកញ្ញាជាទីគោរពនិងជាទីមេត្រីលោកស្រីរំបានបែកពីគ្រួសារជាបន្តបន្ទាប់ដោយសារតែពួកប៉ុលពតជំលះឲ្យទៅធ្វើការនៅកន្លែងផ្សេងគ្នាលោកស្រីរំមានឪពុកឈ្មោះតេងម្ដាយឈ្មោះលុញបងប្រុសទី1ឈ្មោះរិនបងស្រីទី2ឈ្មោះណែតបងស្រីទី4ឈ្មោះវ៉ាន់ប្អូនរ៉ាន់បាទប្អូនស្រីទី5ឈ្មោះរឿនប្អូនស្រីទី6ឈ្មោះរឿមមីងប៉ែតមីងប៉ាវមីងជែកនិងពូសុតបាទដូច្នេះប្រសិនបើលោកឪពុកអ្នកម្ដាយបងប្អូននិងមីងពូដែលមានដំណើររឿងដោយបានរៀបរាប់ជូននេះឬទេសនិកជនដែលបានដឹងនៅដំណឹងនេះសូមតាក់ទងមក hotline របស់កម្មវិធីមនុស្សធម៌នេះមិនមែនជាសុបិនតាមរយៈលេខទូរស័ព្ទ0975 097 097បាទកាលពីឆ្នាំកន្លងទៅគឺកម្មវិធីមនុស្សធម៌បានទទួលនៅសារលិខិតពីលោកម្នាក់ដែលកំពុងតែរស់នៅឯប្រទេសបារាំងហើយលោកបានតាក់ទងមកកាន់កម្មវិធីរបស់យើងក្នុងគោលបំណងដើម្បីស្វែងរកគ្រួសារដែលបានបែកគ្នាតាំងពីសម័យសង្គ្រាមជាឱកាសល្អលោកនិងភរិយាបានធ្វើដំណើរមកដល់ទឹកដីកំណើតរយៈពេល1ខែហើយពេលនេះកម្មវិធីមនុស្សធម៌បានអញ្ជើញពួកគាត់បាទចូលរួមផ្ទាល់តែម្ដងបាទសូមអញ្ជើញបាទជំរាបសួរបាទជំរាបសួរបាទសូមអញ្ជើញបាទបងប្រុសខាងនេះកម្មវិធីក៏សូមការខន្តីពីទស្សនិកជនទុកជាមុនក្នុងករណីដែលលោកអ្នកពិបាកស្ដាប់នៅការសន្ទនាដោយសារតែបាទបងប្រុសបាទគឺបានចាក់ចែងពីមាតុភូមិអស់រយៈពេល33ឆ្នាំនៅក្នុងនាមជាកុមារកំព្រាហើយរយៈពេលដ៏យូរនេះបាទគឺធ្វើឲ្យលោកបាទគឺមិនសូវជានិយាយភាសាខ្មែររបស់យើងបានច្បាស់នោះទេប៉ុន្តែភរិយារបស់លោកនឹងជួយបកស្រាយនៅអត្ថន័យមួយចំនួនដែលលោកអ្នកមិនអាចយល់ហើយខ្ញុំបាទក៏ប្រហែលជាមានពេលខ្លះអត់អាចយល់ដែរបាទតើមកដល់សប្តាហ៍ថ្ងៃនេះបងប្រុសមានអាយុប្រហែលហើយអាយុខ្ញុំ45សំទោសបាទ45នឹងបាទមានន័យថាលោកក៏បានឆ្លងកាត់នៅរបបប៉ុលពតដែរមែនទេបាទហើយនៅក្នុងរបបប៉ុលពតនោះកាលនោះអាចនិយាយបានថាបងប្រុសមានអាយុប្រហែលដែរអាយុខ្ញុំវិត8ឆ្នាំបាទប្រហែលជា8ឆ្នាំបាទហើយចុះនៅពេលដែលលោកបានទៅរស់នៅឯប្រទេសបារាំងនោះពេលនោះអាយុប្រហែលដែរដែលបានចេញទៅប្រទេសបារាំងប្រហែល13ឆ្នាំ12 13ឆ្នាំហើយជា12 13ឆ្នាំបាទតើលោកអាចរៀបរាប់ជូនទស្សនិកជនពីការរស់នៅឯប្រទេសបារាំងក្នុងនាមជាកុមារកំព្រាក្នុងរយៈពេល33ឆ្នាំកន្លងទៅនេះតើដំបូងហើយចុងក្រោយមកជីវិតរបស់លោកបែបណាដែរនៅឯប្រទេសបារាំងប្រទេសលើកទី1ខ្ញុំថងស្ពាមដកដង្ហើមខ្ញុំអត់ទៅអាហ្វាញសំទូខ្ញុំអត់ចូលសូចិត្តនិយាយខ្មែរយើងបាទតាមសម្រួលចូលណាលើកទី1ខ្ញុំអត់ចូលចេះនិយាយបារាំងលើកទី2ខ្ញុំនឹកពុកម្ដាយខ្ញុំបាទទៅដល់ប្រទេសបារាំងពេលនោះតើទៅរស់នៅទីណាដែរទៅប៉ារីសនេះជួលទៅក្លឹកប៉ារីគេសាយទៅទូលទៅហើយ
កូនកាព្រាគេចេញមកប្រសពអើយខ្មែរយើង បាទ អើយគេសាយទៅអើយសួរពុកអើយកូនកាព្រារពុកម្ដាយចិញ្ចឹម បាទ អីពុកខ្ញុំមើលទូលទៅគាត់ឃើញអើយគាត់សួរពុកអើយកូនគាត់អើយចឹងហើយមិនឆ្ងាយស៊ីយើងអាចទទួលគុណជាមួយទៀត បាទ អីគេ បានអត់ ដូចបានអត់គេថាអត់អីឲ្យបាន បាទ នេះប្រែពុកម្ដាយខ្ញុំមកទួលខ្ញុំនៅស្រុកប៉ារីស បាទ ហើយស្រុក បា គា ទ ត់នៅ មានន័យថាពេលដែលទៅដល់ដំបងគឺជាកុមារកំព្រា បាទ ហើយក៏បានការផ្សព្វផ្សាយដើម្បីស្វែងរកថាតើមានក្រុមគ្រួសារបារាំងណាដែលស្ម័គ្រចិត្តក្នុងការទទួលយកបងប្រុសធ្វើជាកូនចិញ្ចឹមហើយពេលនោះក៏មានក្រុមគ្រួសារមួយទទួលបងធ្វើជាកូនចិញ្ចឹម បាទ បាទពេលនោះគឺបានទៅរស់នៅជាមួយនឹងក្រុមគ្រួសារនោះភ្លាមតែម្ដងឬក៏យ៉ាងណាដែរបាទបន្ទាប់ពីទៅដល់នឹងហើយបានទៅនៅជាមួយនឹងផ្ទះនៃក្រុមគ្រួសារនោះភ្លាមតែម្ដងឬក៏អត់ទាន់ទេ ទៅ ពេល ខ្ញុំគាត់ថាវា ពេលពេលបងឯងនៅដល់ប៉ារីសហើយប៉ាគាត់បងឯងទៅនៅជាមួយប៉ា1ម៉ោងបងអី អត់ទេខ្ញុំនៅកន្លែងខ្ញុំមកដល់ខ្ញុំនៅបាត់គឺគេឃើញខ្ញុំក្រមគេគួយគេអុយខ្ញុំជួលលេងពេទ្យពុកអើយចាក់ស្នាមចាក់អីអុយ មានកម្លាំង មានកម្លាំងតិចហ្នឹង បាទមានន័យថាទៅដល់គេឃើញរាងកាយរបស់គាត់ស្គមពេកអញ្ចឹងត្រូវបំពន់សុខភាពចាក់ថ្នាំឬក៏អីក្នុងពេទ្យរយៈពេល1ឆ្នាំសិន ប្រហែលប៉ុណ្្នឹងហ្នឹង ប្រហែលប៉ុណ្ណឹងហើយបានទៅនៅជាមួយក្រុមគ្រួសារ បានគាត់មកទទួលខ្ញុំនៅប៉ារីសទៅនៅកន្លែងទៅនៅគ្រួសារគ្រួសារចិញ្ចឹម ទៅចូលនៅក្នុងគ្រួសារ បាទ ពេលដែលផុតរយៈពេល1ឆ្នាំនោះហើយគឺបាទថាបងប្រុសមានឱកាសទៅនៅជាមួយក្រុមគ្រួសារនោះហើយប៉ុន្តែក្រុមគ្រួសារដែលទទួលទៅចិញ្ចឹមនោះគឺគាត់ជាជនជាតិបារាំងហើយពេលនោះគឺបងប្រុសនៅក្មេងនៅឡើយហើយអត់ចេះភាសាបារាំងទៀតអញ្ចឹងការទៅរស់នៅដំបងនោះជួបនៅការលំបាកអ្វីខ្លះដែរចំពោះការតំណាក់តំណងគ្នាហើយនឹងការរស់នៅ អូខ្ញុំពិបាកចិត្តទៅខ្ញុំអត់ចេះនិយាយប្រាំងអើយពុកម្ដាយខ្ញុំនៅស្រុកខ្មែរយើងខ្ញុំនឹកខ្ញុំពិបាកចិត្តរឿងនេះ បាទបាទបាទលោកអ្នកដែលបានជ្រាបនៅរឿងរ៉ាវនេះក៏ប្រហែលជាអាចបានយល់ដែរថាជីវិតនៃការតស៊ូជាក្មេងកំព្រាតែម្នាក់ឯងនៅឯប្រទេសបារាំងដែលអត់ទាន់ចេះនិយាយភាសាបារាំងទៀតក៏មិនមែនជាជីវិតមួយដែលងាយស្រួលដែរគឺជីវិតដែលត្រូវឆ្លងកាត់នៅការតស៊ូនិងការលំបាកមួយផងដែរ